รำโครงการចិញ្ចឹមដង្កូវនេះថ្ងៃនេះចង់ធ្វើវីដេអូខ្លីមួយរៀបរាប់អំពីវិធីទុកដាក់មេបាដង្កូវនេះដើម្បីឲ្យវាចាប់ដើមពងបង្កើតជាកូនហើយយើងបានផលយកមកឲ្យសត្វយើងគ្រប់ប្រភេទស៊ីហ្នឹងបាទអញ្ចឹងយើងត្រូវមានទី1ត្រូវមានធុងជ័របែបនេះដាក់កណ្ដាលពីរបស់ពិសេសរបស់ធុងគឺត្រូវតែជាជ័ររអិលដែលមេវិវាឡើងអត់បានហើយយើងត្រូវដាក់ចំណីកូនមាន់បាទចំណីកូនមាន់ក្នុងធុងហ្នឹងមួយធុងដាក់បានតែជា1គីឡូទៅតាមមេដែលយើងដាក់តិចឬច្រើនបើយើងដាក់មេច្រើនយើងអាចដាក់1គីឡូកន្លះទៅបើមេតិចយើងដាក់1គីឡូគាត់ទៅតែនេះវាឲ្យបានពេញធុងដូចចង់ធ្វើណាបងប្អូនបន្ទាប់ពីដាក់អញ្ចឹងហើយយើងត្រូវបាទយកមេដែលចង់បានត្រៀមទុកនេះមេនេះតែមេនេះឯងយកទៅចាក់ចូលទៅក្នុងធុងដែលយើងបានត្រៀមទុកទៅបាទអញ្ចឹងមេនេះខ្ញុំត្រៀមតែជាខ្ទង់100គូគឺជាលក្ខណៈដំបូងធុងនេះដាក់មេ100គូហ្នឹងគឺដំបូងមេទឹកញាត់ថ្មីដាក់តែ100គូគឺគ្រប់គ្រាន់ហើយព្រោះនៅវានៅពងច្រើនអញ្ចឹងដាក់ច្រើនពេកវាអាចមេនេះវាកលើគ្នាវាអាចតែជា stress វាអាចទៅຕົកអត់ស្រួលជាងមកវិញបាទបន្ទាប់ពីដាក់មេហ្នឹងហើយគឺយើងមានសំបុកមាន់មួយដែលយើងត្រៀមរួចហើយសំបុកមាន់នេះឯងគឺយើងយកវាមកក្របទៅលើផ្នែកមួយទីធំទៅតាមមុនមិនដាក់ឲ្យពេញនេះគេដាក់ផ្នែកមួយហើយទុកកន្លែងវាដើម្បីយើងដាក់ចំណីអាគឺកន្លែងខាងនេះឯងដាក់ចំណីវាបងប្អូនដាក់ចំណីឲ្យវាហើយយើងក្របទៅដាក់កណ្ដាលទៅមេនេះគឺវាចាប់ដើមវាមកជ្រៅនៅក្នុងសំបុកពងមាន់ហ្នឹងហើយវាពងនៅសំបុកពងមាន់ក៏មាននៅក្នុងលើចំណីក៏មានដែរវាពងគឺអត់រើសពេលទេឲ្យតែរឿងល្ងឹតគឺវាចាប់ដើមដាក់កូនចងចំណីមាន់ទៅពងឲ្យពងចំណីមាន់ហ្នឹងឯងណាបងប្អូនអញ្ចឹងការទុកដាក់ឲ្យវាគឺយើងរកកន្លែងណាដែលមានខ្យល់ចេញចូលបានគ្រប់គ្រាន់មិនក្តៅពេកហើយក៏មិនត្រជាក់ពេកតែកន្លែងស្រុកយើងបាច់ជាវាត្រជាក់ពេកទេវាអត់មានកន្លែងត្រជាក់ពេកទេក្នុងត្រជាក់ក៏វាមិនអាចនៅក្រោម20ដឺក្រេដែរតែកុំឲ្យលើកម្ដៅពី32ដឺក្រេណាបងប្អូនកម្ដៅវាលើពី32ដឺក្រេមេនឹងវាក្តៅអញ្ចឹងមេនឹងវាចាញ់ទី1ចាញ់កម្ដៅខ្លាំងទី2ចាញ់សើមកណ្ដាលមានកន្លែងណាសើមគឺវាចាប់ដើមងាប់ហើយសម្រាប់យើងទូទៅគឺ50-60%តាមរដូវយ៉ាងដូចនេះមកឡើងដល់70ទៅរដូវប្រាំងវាត្រឹម50ទៅគឺសំណាមទូទៅរបស់យើងគឺគ្រប់គ្រាន់ហើយអញ្ចឹងយើងអត់ត្រូវការដាក់សំណាមទេលើកលែងតែអាហារវាអញ្ចឹងមេហ្នឹងវាស៊ីចំណីមាន់បន្តិចបន្តួចហើយពេលច្រើនវាផឹកទឹកហើយវាផឹកទឹកមិនទឹកយើងទេគឺទឹកចេញពីចំណីយើងដែរវាបងប្អូនគឺវាចិញ្ចក់ចំណីហ្នឹងឯងវាអត់ផឹកទឹកយើងធម្មជាតិរបស់យើងដូចទឹកយើងផឹករាល់ថ្ងៃអត់ទេគឺវាចិញ្ចក់តែលើចំណីអាហាររបស់វាហ្នឹងបាទហើយចុងក្រោយរបស់យើងគឺវាគេពីយើងដាក់ចំណីទេបងប្អូនទីខ្ញុំមានល្ពៅបាទល្ពៅហ្នឹងគឺជាអាហារឆ្ងាញ់សម្រាប់វាហើយល្ពៅមានវីតាមីនគ្រប់គ្រាន់គឺមានជីវជាតិ D ជីវជាតិ A មានជាតិម្សៅមានជាតិប្រូតអ៊ីនលើល្ពៅហ្នឹងមានផ្លេអញ្ចឹងដាក់ឲ្យវាទៅបាទគឺ2ដុំហ្នឹងសម្រាប់វាពីទូទៅមេប៉ុណ្្នឹង2ថ្ងៃបងប្អូន2ថ្ងៃយើងមើលល្ពៅហ្នឹងបើនៅស្រស់វាបន្តអស់យើងមិនដាក់ថែមទេប៉ុន្តែបើវាស៊ីអស់ហើយវាឃើញថាវាអាចមានរួចយើងដកចេញបន្ទប់វាឲ្យសើមនឹងលើកន្លែងហ្នឹងបាទរួចហើយយើងយកទៅដាក់នៅកន្លែងសំរុំមួយទៅបាទខ្ញុំដាក់កន្លែងដែលខ្ញុំធ្លាប់ដាក់វានេះគឺកន្លែងសំរុំវាហ្នឹងដាក់ចូលហ្នឹងហើយទុកវារយៈពេលពី2ទៅ3សប្តាហ៍ទើបយើងអាចមើលឃើញកូនទៅដែលញាស់នៅក្នុងហ្នឹង